តួអង្គសំខាន់ក្នុងនីតិវិធីព្រហ្មទណ្ឌមួយមន្ត្រីនគរបាលយុត្តិធម៌មន្ត្រីនគរបាលយុត្តិធម៌រួមមានមន្ត្រីនគរបាលយុត្តិធម៌ភ្នាក់ងារនគរបាលយុត្តិធម៌និងមន្ត្រីរាជការនិងភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ប្រគល់អំណាចឲ្យមន្ត្រីនគរបាលយុត្តិធម៌ទទួលបណ្ដឹងទាមទារក៏ដូចជាបណ្ដឹងបរិហារហើយមន្ត្រីនគរបាលយុត្តិធម៌នេះមានតួនាទីពិនិត្យបទល្មើសទាំងឡាយនិងធ្វើការស៊ើបអង្កេតបទល្មើសជាក់ស្ដែងនិងធ្វើការស៊ើបអង្កេតបឋមក្នុងលក្ខខណ្ឌនៃច្បាប់ពីព្រះរាជអាជ្ញាគឺជាម្ចាស់នៃបណ្ដឹងអាជ្ញាដែលជាអ្នកផ្ដួចផ្ដើមធ្វើបណ្ដឹងអាជ្ញាក្នុងការចោទប្រកាន់បទល្មើសណាមួយទៅលើជនណាម្នាក់ឲ្យតុលាការផ្ដន្ទាទោស3ចៅក្រមស៊ើបសួរចៅក្រមស៊ើបសួរគឺជាអ្នកដែលស្រាវជ្រាវចំពោះអង្គហេតុនៃបទល្មើសព្រហ្មទណ្ឌក្រោយពីទទួលបានដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់តំណាងអយការចំពោះកិច្ចស៊ើបសួរទាំងអស់ត្រូវបានអនុវត្តនិងដឹកនាំផ្ទាល់ដោយចៅក្រមស៊ើបសួរដើម្បីប្រមូលភស្តុតាងទាំងអស់ដែលពាក់ព័ន្ធនិងបញ្ជាក់ពីការពិតនៃអង្គហេតុព្រហ្មទណ្ឌចាប់តាំងពីការចាប់ផ្ដើមស្រាវជ្រាវរហូតដល់បញ្ចប់ការស៊ើបសួរ4ចៅក្រមជំនុំជម្រះចៅក្រមជំនុំជម្រះគឺជាអ្នកចេញសេចក្តីសម្រេចបន្ទាប់ពីសាវនាការចោទប្រសិនបើពិនិត្យឃើញពីរដ្ឋភាពលើជនជាប់ចោទចៅក្រមជំនុំជម្រះប្រកាសផ្តន្ទាទោសតាមច្បាប់បញ្ញត្តិបើសិនចៅក្រមជំនុំជម្រះយល់ឃើញថាអំពើនោះមិនមែនជាបទល្មើសទេឬក៏ជនជាប់ចោទគ្មានកំហុសទេជនជាប់ចោទនោះត្រូវបានសម្រេចឲ្យរួចផុតពីបទចោទ5ក្រឡាបញ្ជីក្រឡាបញ្ជីគឺជាមន្ត្រីតុលាការដែលបំពេញមុខងារធានានៅដំណើរការនៃលេខាធិការដ្ឋានរបស់យុត្តាធិការក្រឡាបញ្ជីមានតួនាទីច្រើនតែគេអាចប្រមូលផ្ដុំជាពីរប្រភេទមួយក្នុងឋានៈជាអ្នកជំនួយរបស់តុលាការមានន័យថាក្រឡាបញ្ជីជួយការងារចៅក្រមនិងចូលរួមក្នុងគ្រប់កិច្ចការនៃនីតិវិធី2ក្នុងឋានៈជាអ្នកថែរក្សាឯកសារមានន័យថាក្រឡាបញ្ជីជាអ្នកគ្រប់គ្រងថែរក្សាឯកសាររបស់យុត្តាធិការនិងផ្ដល់នៅសម្រងឬឯកសារចម្លងនានា6មេធាវីគឺជាអ្នកច្បាប់ដែលប្រកបវិជ្ជាជីវៈសេរីហើយឯករាជ្យមេធាវីជាអ្នកតំណាងឬជាអ្នកដែលការពារសិទ្ធិឲ្យកូនក្តីក្នុងរឿងណាមួយតាមការយល់ព្រមពីកូនក្តីដែលធ្វើឡើងតាមរយៈលិខិតសុំពឹងពាក់ឬលិខិតប្រគល់សិទ្ធិដែលជាទូទៅយើងហៅថាអ្នកតំណាងដោយអាណត្តិនៅគ្រប់សាលាជំនុំជម្រះក្តីនិងគ្រប់ដំណាក់កាលនៃនីតិវិធី7គឺជនល្មើសគឺជាអ្នកដែលបានប្រព្រឹត្តនៅបទល្មើសឬបង្កជាសកម្មភាពដែលមានផ្ទះសនកម្មលើអ្នកដទៃជនល្មើសអាចជាចារីសហចារីអ្នកផ្ដើមគំនិតនិងអ្នកសំគំនិត8ជនរងគ្រោះនិងដើមបណ្ដឹងរដ្ឋបវេណីជនរងគ្រោះគឺជាបុគ្គលដែលទទួលរងគ្រោះដោយផ្ទាល់ពីអំពើល្មើសរបស់ជនដែលបានប្រព្រឹត្តបទល្មើសដែលទទួលរងការខូចខាតអាចជាផ្ទះសនកម្មខាងរូបកាយផ្លូវចិត្តទ្រព្យសម្បត្តិជាដើមដើមបណ្ដឹងរដ្ឋបវេណីគឺជាអ្នកមានផ្ទះសនកម្មដោយប្រយោលដូចជានៅពេលដែលជនរងគ្រោះនៃរឿងក្តីនោះជាអនិច្ចជនឬជនស្ថិតនៅក្រោមរបបអាណាព្យាបាលទូទៅឬជនស្ថិតនៅក្រោមហេតុបឋមដែលតម្រូវឲ្យអ្នកតំណាងមានសិទ្ធិគ្រប់គ្រងលើជនរងគ្រោះដែលជាអនិច្ចជនស្ថិតនៅក្រោមអាណាព្យាបាលទូទៅឬជនស្ថិតនៅក្រោមហេតុបឋមឬសិទ្ធិប្រព័ន្ធរបស់ជនរងគ្រោះអាចតាំងខ្លួនជាដើមបណ្ដឹងរដ្ឋបវេណីដើម្បីទាមទារសំណងរដ្ឋបវេណីពីជនល្មើស